ជំរាបសួរអ្នកទាំងអស់គ្នាកាលពីម្សិលមិញខ្ញុំបានចេញផ្សាយម្ដងហើយតាក់ទងនឹងការគម្រាមសម្រាប់លោកស្រីអង្គកាណាដែលគាត់ចេញមករារាំងឬជំទាស់ការចាក់សម្លេងរំខានប្រជាជនកម្ពុជានៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យហ្នឹងតែឥឡូវនេះគឺសូម្បីតែសមាជិកគ្រួសាររបស់លោកស្រីអង្គកាណាហ្នឹងក៏ត្រូវបានពួកក្រុមជ្រុលនិយមថៃហ្នឹងគម្រាមសម្លាប់ផងដែរគួរបញ្ជាក់ផងដែរថាសមាជិកព្រឹទ្ធសភាថៃលោកស្រីអង្គកាណាកាន់តែគ្មានសុវត្ថិភាពហើយបន្ទាប់ពីមានអ្នកគម្រាមគ្រួសាររបស់លោកស្រីព្រោះតែការទម្លាយរឿងពិតជុំវិញបញ្ហាចំនួនព្រំដែនកម្ពុជាថៃនេះបើយោងតាមការចុះផ្សាយរបស់កាសែតអាមេរិនកាលពីថ្ងៃប្រហ័សទី16ខែតុលាឆ្នាំ2025តាមរយៈ Facebook គណនីមួយបានឆាតទៅសមាជិកគ្រួសាររបស់លោកស្រីថាប៉ាសូមថែរក្សាកូនស្រីរបស់លោកប៉ាផងព្រោះកូនស្រីរបស់លោកប៉ាជាជនជាតិថៃតែមានបេះដូងខ្មែរដោយក្តីបារម្ភពីបេះដូងរបស់អ្នកកាន់សាសនាដូចគ្នាគណនីនោះក៏បានចែករំលែកវីដេអូឃ្លីបរបស់លោកស្រីអង្គកាណាផងដែរដោយបានសរសេរ caption ថាខ្ញុំមិនស្អប់ជនជាតិកម្ពុជាទេក៏ប៉ុន្តែខ្ញុំស្អប់អ្នកមុននេះដែរលោកស្រីអង្គកាណាក៏បានរងការគំរាមសម្លាប់ផងដែរដោយសារតែភាពស្មោះត្រង់និងការហ៊ាននិយាយពាក្យពិតពាក់ព័ន្ធនឹងចំនួនព្រំដែនលោកស្រីបានទទួលការគំរាមសម្លាប់និងការវាយប្រហារយ៉ាងខ្លាំងតាមបណ្ដាញអ៊ីនធឺណិតក្រោយហ៊ានចេញមុខនិយាយការពិតថារដ្ឋាភិបាលទីក្រុងបាងកកកំពុងរំលោភសិទ្ធិមនុស្សជុំវិញករណីលោកខាន់ជុំដឹកនាំការចាក់សម្លេងខ្មោចបន្លាចពលរដ្ឋខ្មែរនិងការទទួលស្គាល់ថាថៃជាអ្នកវាយប្រហារកម្ពុជាមុនថែមទាំងប្រើយន្តហោះចម្បាំង F-16 ថែមទៀតផងក្រោយការបង្ហោះសារលើ Facebook ជាបន្តបន្ទាប់លោកស្រីក៏បានក្លាយជាគោលដៅនៃការវាយប្រហារតាមអ៊ីនធឺណិតការយាយីនិងឈានមកដល់ការគំរាមកំហែងដល់អាយុជីវិតថែមទៀតផងមានមនុស្សមួយចំនួនបានបំភ្លៃសាររបស់លោកស្រីដោយចោទប្រកាន់ថាលោកស្រីកំពុងកាន់ជើងកម្ពុជាឬមិនស្នេហាជាតិថែមទាំងបង្កាច់បង្ខូចនិងតេះដៀលដល់ការងាររបស់លោកស្រីដែលជាអ្នកការពារសិទ្ធិមនុស្សថែមទៀតផងយ៉ាងណាមិញដោយសារតែក្តីបារម្ភខ្លាំងចំពោះសុវត្ថិភាពរបស់លោកស្រីអង្គកាណាអ្នករាយការណ៍ពិសេសរបស់ UN គឺលោកស្រី Marie Lawler ក៏បានចេញសេចក្តីថ្លែងការណ៍ថាខ្ញុំពិតជាព្រួយបារម្ភណាស់ចំពោះរបាយការណ៍អំពីការគំរាមសម្លាប់និងការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងលោកស្រីអង្គកាណាដែលជាសមាជិកព្រឹទ្ធសភាថៃជាអតីតស្នងការសិទ្ធិមនុស្សជាតិនិងជាសមាជិកនៃគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិផងដែរការការពារសេចក្តីពិតយុត្តិធម៌និងសេចក្តីថ្លៃថ្នូររបស់មនុស្សគឺមិនមែនជាបទឧក្រិដ្ឋនោះទេលោកស្រីត្រូវតែទទួលបានការការពារមិនមែនជាការថ្កោលទោសឡើយគ្រាប់ផ្លោងមីយ៉ាន់ម៉ាធ្លាក់ត្រូវផ្ទះប្រជាពលរដ្ឋថៃចំនួន8ខ្នងមនុស្សរត់ប្រសាទទាំងប្រលឹងចង្សក់ទីក្រុងបាងកកការប្រយុទ្ធគ្នាក្នុងប្រទេសមីយ៉ាន់ម៉ានៅតំបន់ជាប់ព្រំដែនថៃកាន់តែក្តៅឡើងហើយដល់ថ្នាក់គ្រាប់ផ្លោងបានហោះចូលទឹកដីថៃនិងធ្លាក់ចំផ្ទះប្រជាពលរដ្ឋចំនួន8ខ្នងដែលបណ្ដាលឲ្យអ្នកភូមិចលាចលភ័យខ្លួនរត់ប្រសាទដើម្បីគេចពីគ្រោះថ្នាក់យោងតាមកាសែតខោសតបានចុះផ្សាយថាការប្រយុទ្ធគ្នាទ្រង់ទ្រាយធំនៅប្រទេសមីយ៉ាន់ម៉ារវាងកងកម្លាំងរដ្ឋាភិបាលសងសឹកជាមួយក្រុមឧទានប្រឆាំងកើតឡើងកាលពីថ្ងៃប្រហ័សទី16ខែតុលាឆ្នាំ2025នៅចំណុចតំបន់សេដ្ឋកិច្ចពិសេសថងម៉េស្ថិតនៅក្នុងភូមិមីនឡាផានស្រុកមីយ៉ាវ៉ាឌីនៃខេត្តមីយ៉ាវ៉ាឌីភាគីចំនួនឈានដល់ការប្រើប្រាស់អាវុធធុនធ្ងន់និងដ្រូនខណៈទ័ពថ្មើរជើងមានគម្លាតគ្នាត្រឹមតែ400ម៉ែត្រប៉ុណ្ណោះការបាញ់តដៃគ្នាដ៏ក្តៅគគុកបណ្ដាលឲ្យគ្រាប់ផ្លោងហោះចូលដល់ទឹកដីថៃធ្លាក់ត្រូវចំផ្ទះប្រជាពលរដ្ឋ8ខ្នងក្នុងស្រុកម៉ែសតខេត្តតាក់ដោយសារតែគ្រាប់ផ្លោងវាបង្កជាភាពវឹកវរនិងចលាចលក្នុងទឹកដីថៃដោយពលរដ្ឋត្រូវរត់ប្រសាទគេចពីគ្រាប់ទៅរកកន្លែងសុវត្ថិភាពទាំងប្រលឹងចង្សក់កាលពីចុងខែកញ្ញាការប្រយុទ្ធគ្នាដ៏ក្តៅគគុករវាងកងទ័ពរបបសឹកមីយ៉ាន់ម៉ាជាមួយក្រុមប្រឆាំងប្រដាប់អាវុធក៏បានរាលដាលឈានចូលដល់ទឹកដីថៃផងដែរដោយមានគ្រាប់ផ្លោងធ្លាក់ធ្លាយដល់ខេត្តតាក់គ្រាប់ផ្លោងនោះបានហោះចេញពីការប្រយុទ្ធគ្នាយ៉ាងក្តៅគគុកនៅក្នុងក្រុងលេកេកាញូភាគខាងត្បូងនៃតំបន់មីយ៉ាវ៉ាឌីនៃរដ្ឋខារ៉ាន់យ៉ាងណាមិញចំពោះគ្រោះថ្នាក់ក្នុងហេតុការណ៍នេះមិនមានរបាយការណ៍ពីជនរងគ្រោះនៅក្នុងទឹកដីថៃនោះទេក៏ប៉ុន្តែកងទ័ពថៃក៏បានដាក់ពង្រាយនៅតាមព្រំដែនជាបន្តបន្ទាប់ដើម្បីពង្រឹងសុវត្ថិភាពផងដែរអ៊ីស្រាអែលនិងហាម៉ាស់ទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកជុំវិញការរំលោភបទឈប់បាញ់ទីក្រុងហេរូសាឡឹមបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកកំពុងប្រឈមនឹងភាពរង្គោះរង្គើខណៈដែលអ៊ីស្រាអែលនិងក្រុមហាម៉ាស់បានផ្លាស់ប្ដូរការចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញការរំលោភបំពានកិច្ចព្រមព្រៀងដោយភាគីនីមួយៗបានអះអាងថាភាគីម្ខាងទៀតជាអ្នកបង្កហេតុនេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី16ខែតុលាឆ្នាំ2025មន្ត្រីជាន់ខ្ពស់ហាម៉ាស់ម្នាក់បានចោទប្រកាន់អ៊ីស្រាអែល
លថាបានរំលោភបទឈប់បាញ់ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់24នាក់ចាប់តាំងពីថ្ងៃសុក្រមកលោកបានបន្ថែមថាបញ្ជីនៃការរំលោភបំពានទាំងនេះត្រូវបានប្រគល់ជូនអ្នកសម្របសម្រួលរួចហើយដោយបានបញ្ជាក់ថារដ្ឋដែលកំពុងកាន់កាប់កំពុងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីបំផ្លាញកិច្ចព្រមព្រៀងជាការឆ្លើយតបយោធាអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយភ្លាមៗចំពោះការចោទប្រកាន់ថ្មីៗនេះទេទោះជាយ៉ាងណាក៏ដោយយោធាអ៊ីស្រាអែលបានអះអាងពីមុនថាប្រជាជនប៉ាឡេស្ទីនមួយចំនួនបានមិនអើពើនឹងការព្រមានមិនឲ្យចូលជិតទីតាំងកងកម្លាំងរបស់ខ្លួនដែលនាំឲ្យកងទ័ពបាញ់ប្រហារដើម្បីលុបបំបាត់ការគំរាមកំហែងគូបញ្ជាក់ផងដែរថាភាពតានតឹងនេះត្រូវបានធ្វើឲ្យកាន់តែធ្ងន់ធ្ងរដោយចំនួនជុំវិញការប្រគល់សាកសពចំណាប់ខ្មាំងអ៊ីស្រាអែលទាមទារឲ្យហាម៉ាស់ប្រគល់សាកសពចំណាប់ខ្មាំងដែលស្លាប់ទាំង28រូបមកវិញទាំងអស់ខណៈដែលក្រុមហាម៉ាស់អះអាងថាការប្រគល់សាកសពបន្ថែមទាមទារការអនុញ្ញាតឲ្យនាំគ្រឿងម៉ាស៊ីនធុនធ្ងន់ចូលទៅក្នុងតំបន់ហ្គាសាដើម្បីជីកកកាយជាមុនលោក Zelensky សង្ឃឹមថាកិច្ចប្រជុំជាមួយលោក Donald Trump នៅសប្តាហ៍នេះនឹងជួយឲ្យសង្គ្រាមកាន់តែជិតបិទបញ្ចប់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថាលោកសង្ឃឹមថាកិច្ចប្រជុំនាពេលខាងមុខរបស់គាត់ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នឹងជួយជំរុញអ៊ុយក្រែនឲ្យកាន់តែខិតជិតក្នុងការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ីនៅក្នុងសន្ទរកថានាពេលល្ងាចថ្ងៃពុធទី15ខែតុលាមុនពេលចេញដំណើរទៅកាន់ទីក្រុង Washington លោក Zelensky បានលើកឡើងថាសហរដ្ឋអាមេរិកមានអំណាចដើម្បីគ្រប់គ្រងឥទ្ធិពលសកលលោកហើយថារបៀបវិរៈនៃកិច្ចពិភាក្សាលើកនេះនឹងមានសារៈសំខាន់ណាស់ចំពោះអ៊ុយក្រែនលោក Zelensky បានរៀបរាប់ថាភាគីអ៊ុយក្រែនបានធ្វើកិច្ចការផ្ទះរបស់ខ្លួនមុនកិច្ចប្រជុំទាំងផ្នែកយោធានិងផ្នែកសេដ្ឋកិច្ចលោកបានបន្ថែមថាគណៈប្រតិភូអ៊ុយក្រែនមានដូចជានាយករដ្ឋមន្ត្រីលោកស្រី Yulia Sviridenko និងប្រធានបុគ្គលិកលោក Andriy Yermak បានទៅដល់ទីក្រុង Washington រួចហើយដើម្បីរៀបចំសម្រាប់កិច្ចពិភាក្សាកិច្ចប្រជុំក៏ត្រូវបានធ្វើឡើងជាមួយក្រុមហ៊ុនការពារជាតិនិងថាមពលរបស់សហរដ្ឋអាមេរិកផងដែរលោក Zelensky បានកត់សម្គាល់ថាអធិភាពរបស់អ៊ុយក្រែនគឺជាការធានាប្រព័ន្ធសភាវុធទំនើបដើម្បីពង្រឹងសន្តិសុខរយៈពេលវែងលោកបានបញ្ជាក់ថាឧបករណ៍ដូចជា Patriot និង Tomahawk អាចជួយចាក់គ្រឹះយូរអង្វែងសម្រាប់សន្តិភាពនៅអ៊ុយក្រែនដោយសំដៅលើប្រព័ន្ធមីស៊ីលដែលមានសមត្ថភាពស្ទាក់ចាប់និងរារាំងការវាយប្រហាររបស់រុស្ស៊ីប្រធានបទសំខាន់មួយដែលត្រូវបានគេរំពឹងទុកនៅក្នុងកិច្ចពិភាក្សានាថ្ងៃសុក្រសប្តាហ៍នេះគឺសំណើរបស់ទីក្រុងគៀវសម្រាប់មីស៊ីល Tomahawk ដែលផលិតដោយសហរដ្ឋអាមេរិកដែលអាចមានសមត្ថភាពវាយប្រហារចំគោលដៅរយៈចម្ងាយឆ្ងាយដល់ទៅ2500គីឡូម៉ែត្រអ៊ុយក្រែនបានប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពេញទំហឹងរបស់រុស្ស៊ីអស់រយៈពេលជាង3ឆ្នាំកន្លះទៅហើយដោយពឹងផ្អែកយ៉ាងខ្លាំងលើជំនួយយោធានិងហិរញ្ញវត្ថុរបស់លោកខាងលិចលោក Donald Trump ដែលថ្មីៗនេះត្រូវបានគេសរសើរនៅក្នុងប្រទេសអ៊ីស្រាអែលសម្រាប់ការជួយធានាបទជបាញ់នៅតំបន់ហ្គាសាត្រូវបានគេរំពឹងថានឹងពិភាក្សាទាំងជំនួយយោធានិងផ្នែកការកសាងឡើងវិញក្រោយសង្គ្រាមជាមួយលោក Zelensky ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅទីក្រុង Washingtonសមត្ថកិច្ចថៃចាប់ខ្លួនពលករខ្មែរឆ្លងដែនខុសច្បាប់ចំនួន10នាក់យកទៅអនុវត្តច្បាប់ទីក្រុងបាងកកនៅវេលាម៉ោងប្រហែល4ទៀបភ្លឺថ្ងៃទី15ខែតុលាឆ្នាំ2025នេះសមត្ថកិច្ចថៃបានបង្ក្រាបនិងឃាត់ខ្លួនពលករខ្មែរឆ្លងដែនខុសច្បាប់ចំនួន10នាក់និងអ្នកបើកបររថយន្តម្នាក់ជាជនជាតិថៃខណៈដែលពួកគេកំពុងធ្វើដំណើរឆ្លងដែនដោយខុសច្បាប់តាមរថយន្ត Pick-up មួយគ្រឿងតាមការចេញផ្សាយរបស់សារព័ត៌មានថៃនៅរសៀលថ្ងៃទី15ខែតុលានេះបានឲ្យដឹងថាក្រុមការងារប៊ូរផាក្រុមការងារអរិយក្សត្រនិងកងអនុសេនាធំលេខ12ដឹកនាំដោយកងអនុសេនាធំលេខ1206បានស្ទាក់ចាប់ការនាំមនុស្សឆ្លងដែនដោយខុសច្បាប់ចូលទឹកដីថៃតាមរយៈរថយន្ត Pick-up មួយគ្រឿងដោយសមត្ថកិច្ចបានដាក់សញ្ញាឲ្យឈប់និងត្រួតពិនិត្យក៏ប៉ុន្តែរថយន្តនោះបានព្យាយាមបើកកិច្ចពីការត្រួតពិនិត្យនិងបង្កឲ្យធ្លាក់ផ្លូវនៅចំណុចភូមិសាឡុងកងដែលឈមនឹងខេត្តបន្ទាយមានជ័យតាមការចុះផ្សាយដដែលពេលសមត្ថកិច្ចចុះទៅពិនិត្យអ្នកបើកបររថយន្តបានរត់គេចខ្លួនក៏ប៉ុន្តែត្រូវចាប់បានមកវិញនិងឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន10រូបក្នុងនោះមានប្រុស7នាក់និងស្រី3នាក់នៅនឹងកន្លែងការត្រួតពិនិត្យរថយន្តបានបង្ហាញពីអ្នកបើកបរជាជនជាតិថៃដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានផងដែរតាមការសារភាពពីអ្នកបើកបរបានសារភាពថាខ្លួនត្រូវបានជួលដោយជនជាតិខ្មែរឲ្យទៅយកក្រុមជនអន្តោប្រវេសន៍ខុសច្បាប់ខ្មែរនៅព្រំដែនហើយដឹកជញ្ជូនពួកគេទៅក្នុងប្រទេសថៃពលរដ្ឋខ្មែរទាំង10នាក់បានសារភាពថាពីមុនមកពួកគេគឺធ្វើការនៅប្រទេសថៃប៉ុន្តែត្រូវត្រឡប់មកផ្ទះវិញក្រោយមានបញ្ហាព្រំដែនរវាងកម្ពុជាថៃសមត្ថកិច្ចបានឃាត់ខ្លួនពលករខ្មែរទាំង10រូបរួមទាំងអ្នកបើកបរយកទៅសួរនាំនៅក្នុងកងយុទ្ធពលខេមរៈភូមិន្ទលេខ1206និងប្រគល់ឲ្យសមត្ថកិច្ចស៊ើបអង្កេតនៅប៉ុស្តិ៍នគរបាលមូលដ្ឋានដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់